ចង់ទិញឈុតថ្នាំរំលោភអ្នកគ្រូចាបងសម្រាប់អ្នកដែលគាត់ធ្លាប់រំលោភកូនឬក៏ធ្លាប់ប្រើថ្នាំរំលោភអញ្ចឹងគឺគាត់អាចប្រើជាឈុតវីតាមីនជំនួយស្បូននេះបានចំពោះថ្នាំរំលោភគឺអត់មានជួយការពារដល់ស្បូនអត់មានជួយបង្ការស្បូនឲ្យមានសុខភាពល្អទេថ្នាំរំលោភគឺមានតែធ្វើឲ្យស្បូនខ្សោយស្បូនស្ដើងអញ្ចឹងចំពោះអ្នកដែលគាត់មានបញ្ហាស្បូនខ្សោយឬក៏ស្បូនស្បូនស្ដើងគឺងាយប្រឈមជាមួយនឹងជំងឺរោគស្ត្រីមិនថាការធ្លាក់សឬក៏ការដែលមករដូវអត់ទៀងទាត់ឬក៏មានបញ្ហាផ្សេងតាក់ទងជាមួយនឹងស្បូនឬក៏ពេលខ្លះអាចឈានទៅដល់ការរលាកស្បូនដែរអញ្ចឹងបើបងចង់ដឹងថាតើសុខភាពស្បូនរបស់បងទាំងអស់គ្នាល្អឬក៏អត់តតបងទៅឆែកមើលអេកូជាទូទៅកន្លះឆ្នាំទៅមួយឆ្នាំសម្រាប់បងដែលគាត់ធ្លាប់សម្រាលកូនហើយឬក៏ធ្លាប់រំលោភកូនមិនថាការបូមសម្អាតឬក៏ការប្រើថ្នាំរំលោភទេគឺបងត្រូវអាសាទៅឆែកស្បូនកន្លះឆ្នាំទៅមួយឆ្នាំគឺត្រូវឆែកម្ដងអញ្ចឹងសម្រាប់ឈុតថ្នាំរំលោភខាងខ្ញុំគឺមានឈុតថ្នាំរំលោភជាមួយនឹងឈុតវីតាមីនជំនួយស្បូននេះឈុតវីតាមីនជំនួយស្បូនហ្នឹងគឺជួយឲ្យស្បូនរបស់យើងឆាប់រឹងមាំព្រោះនៅពេលដែលយើងមានកូនគឺស្បូនចំហអញ្ចឹងនៅពេលដែលស្បូនវាអត់ទាន់បានចិត្តមកវិញវានឹងបន្តមានការធ្លាក់ឈាមតិចរហូតអ្នកខ្លះក៏មានការយល់ច្រឡំថាវាជាឈាមរដូវប៉ុន្តែវាមិនមែនទេវាអាចជាឈាមដែលនៅសល់តាមគ្នាស្បូនហើយវាធ្លាក់មកអត់ទាន់អស់អញ្ចឹងហើយស្បូនរបស់យើងក៏អត់ទាន់បានចិត្តដែរអញ្ចឹងក៏វាបន្តនៅការធ្លាក់ឈាមតិចបែបហ្នឹងសម្រាប់បងដែលគាត់បានប្រើថ្នាំរំលោភហើយបងកុំភ្លេចនៅពេលដែលគ្រប់14ថ្ងៃបងត្រូវទៅអេកូម្ដងទៀតដើម្បីឆែកមើលថាតើឈាមធ្លាក់មកអស់ស្អាតឬនៅមាននៅសល់ដុំឈាមឬនៅសល់កាកសំណល់អីផ្សេងអត់ក្នុងករណីពេលដែលបងទៅអេកូគ្រូពេទ្យបញ្ជាក់ថាធ្លាក់ឈាមមកអស់ស្អាតហើយអត់មាននៅសល់កាកសំណល់អីទេអញ្ចឹងបងអាចចាប់ផ្ដើមប្រើឈុតវីតាមីនជំនួយស្បូននេះបាននៅក្នុងមួយឈុតនេះគឺសម្រាប់ប្រើមួយខែដោយសារការរំលោភកូនគឺមានការបូមសម្អាតផ្ទាល់ជាមួយនឹងគ្រូពេទ្យហើយនឹងការប្រើថ្នាំរំលោភអញ្ចឹងនៅពេលដែលបងប្រើថ្នាំរំលោភហើយគឺស្បូនរបស់បងអត់ដូចមុនទេហើយបងប្រៀបធៀបថាតើការសម្រាលកូនឬក៏ការប្រើថ្នាំរំលោភឬក៏ការបូមសម្អាតហ្នឹងគឺដូចគ្នាអត់គឺដូចគ្នាបងគ្រាន់ថាវាស្រាលជាងនៅពេលដែលយើងសម្រាលកូនអញ្ចឹងបងគួរតែប្រើវីតាមីនដើម្បីជំនួយបន្ថែមព្រោះនៅពេលដែលបងរំលោភហើយរដូវអត់មកឬក៏មានបញ្ហាស្បូនទៅថ្ងៃខាងមុខគឺបងនឹងពិបាកជាងនឹងទៀតអញ្ចឹងបើយល់ល្អគួរទៅបង្ការឲ្យដោយសារខ្ញុំមានអ្នកជំងឺជាច្រើនដែលគាត់ភាគច្រើនគឺគាត់កំងទាំងពីរឈុតទាំងឈុតថ្នាំរំលោភជាមួយនឹងឈុតវីតាមីនជំនួយស្បូនដោយសារគាត់ខ្លាចស្បូនរបស់គាត់ខ្សោយឬក៏អាចនឹងមានបញ្ហាផ្សេងប៉ុន្តែមកចំណុចទៀតដែលអ្នកជំងឺគាត់តែងតែសួរខ្ញុំថានៅពេលដែលរំលោភកូនហើយតើអាចនឹងលែងមានកូនទៅថ្ងៃខាងមុខទៀតដែរឬទេអត់ទេបងគឺនៅមានកូនបានធម្មតាគ្រាន់ថានៅពេលដែលបងរំលោភហើយគឺបងថែទាំសុខភាពទៅជាពិសេសគឺសុខភាពស្បូនដោយការប្រើឈុតវីតាមីនជំនួយស្បូនអីអញ្ចឹងទៅអញ្ចឹងនៅពេលដែលបងរំលោភហើយ3ខែទៅ6ខែក្រោយបើបងចង់មានកូនទៀតគឺបងអាចមានបានដោយការថែទាំសុខភាពជាមុនការប្រើវីតាមីនហ្នឹងឬក៏បងទៅអេកូឆែកមើលថាសុខភាពបងបែបណាមុននឹងបងត្រៀមយកកូនវាខុសពីអ្នកជំងឺដែលគាត់មានកូនក្រៅស្បូនហើយគាត់វះកាត់ដៃស្បូនចេញចំពោះបងដែលគាត់ធ្លាប់វះកាត់ដៃស្បូនចេញគឺប្រឈមជាមួយនឹងការពិបាកមានកូនដោយសារធម្មតាយើងកាត់ដៃស្បូនមកចំហៀងចោលអញ្ចឹងយើងនៅសល់តែមកចំហៀងទៀតទេប៉ុន្តែមិនមែនថាបងលែងមានកូនទេនៅតែមានកូនធម្មតាគ្រាន់ថាវាអាចនឹងពិបាកជាងមុនពិបាកជាងអ្នកដែលគាត់នៅស្បូនទាំងសងខាងអញ្ចឹងសម្រាប់បងដែលគាត់ធ្លាប់រំលោភកូនច្រើនដងឬក៏ធ្លាប់ទៅរំលោភកូនហើយអីហ្នឹងបើគាត់នៅតែយល់ច្រឡំថាពិបាកមានកូនឬក៏អត់មានកូនទៀតអញ្ចឹងសូមកុំគិតបែបហ្នឹងវាជាការភ័ន្តច្រឡំទេ